Hello កាយតើកុំឲ្យសិនសាញ់យូរយើងមកតសាច់រឿងយកបន្តទៀតទៅណោះបន្ទាប់ពីថេអ៊ីចូលទៅក្នុងចន្ទាយន្តនោះថេអ៊ីមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះថានៅខាងក្រៅឡើងកញ្ចាស់ដល់ពេលនៅខាងក្នុងវិញដូចដាំពេជ្រអញ្ចឹងតែភ្ញាក់ផ្អើលណាស់មែនទេឯងគិតថាបន្ទប់ឯងនៅសម្បូរដោយភាពកខ្វក់នឹងមេរោគណាស់មែនទេបាទខ្ញុំគិតអញ្ចឹងដែរណាអញ្ចឹងតើមួយណាជាបន្ទប់របស់ខ្ញុំចង់យកកាបូបរបស់ខ្ញុំទៅទុកជាមុនសិនតែឯងគួរតែទៅណែនាំខ្លួនសិនទៅហើយចាប់ពីពេលនេះទៅអញត្រូវតែស្គាល់ពួកគេទាំងអស់ដែលនៅទីនេះពួកគេនៅទីនេះពួកគេតែងតែមកទីនេះដើម្បីហាត់ប្រាណជារៀងរាល់ថ្ងៃអធិស្ឋានអ្នកទាំងអស់គ្នាខ្ញុំអត់ដឹងថាឈ្មោះតួអង្គហ្នឹងឈ្មោះថាម៉េចទេចឹងហើយខ្ញុំនឹងហៅគាត់ថាឈូចឹងណាអធិស្ឋានផងណាអ្នកទាំងអស់គ្នាឈូក្រែងឯងចេញទៅក្រៅដើម្បីជួបអរិយឯងហេតុអ្វីបានអញត្រឡប់មកវិញអញ្ចឹងត្រូវហើយហេតុអ្វីបានឯងត្រឡប់មកវិញអញ្ចឹងក្រែងពេលនេះឯងកំពុងតែជួបអរិយទៅតើអូគេគឺជាសមាជិកថ្មីអញ្ចឹងហើយខ្ញុំក៏បាននាំគេមកឲ្យអ្នកទាំងអស់គ្នាស្គាល់គេនឹងមកចូលរួមក្រុមជាមួយពួកយើងហើយគេមានឈ្មោះថាថេអូថេតើឯងមានអាយុ25ឆ្នាំហើយមែនទេខ្ញុំខាឡូសាជីសាវ៉ាខ្ញុំរស់នៅទីនេះ37ខែអញ្ចឹងតើឯងចង់នឹងអ្វីខ្លះនៅទីនេះថេគិតក្នុងចិត្តថាអាម្នាក់នេះប្រហែលជាមេក្រុមគេហើយនៅទីណាក៏មានពួកមនុស្សអញ្ចឹងដែរបាទតែហេតុអ្វីបានជាលោកកាច់តែអញ្ចឹងតើវាដោយសារតែខ្ញុំមែនទេអបិខៃឡូគ្រាន់តែលើភ្លាមក៏ចាប់ផ្ដើមសើចឬក៏និយាយថាស្អីគេខ្ញុំគ្រាន់តែកម្ដៅសាច់ទុំរបស់ខ្ញុំតែប៉ុណ្ណោះយ៉ាងម៉េចឯងខ្លាចឬតែបើមើលតាមរូបរាងឯងទៅឯងដូចជាមិនបានខ្លាចសោះថៃឆ្លើយបកវិញថាខ្ញុំមិនមែនជាប្រភេទមនុស្សដែលលើអារម្មណ៍ខ្លួនឯងទេខ្ញុំមិនខ្វល់ពីអារម្មណ៍របស់ឯងទេខ្ញុំគ្រាន់តែចង់កម្ដៅសាច់ទុំខ្ញុំតែប៉ុណ្ណោះបើអាចឯងអាចជួយខ្ញុំបន្តិចបានអត់ថៃក៏ថាហើយអ្វីពួកមនុស្សប្រភេទនេះអាចរស់នៅលើផែនដីនេះបានថៃឆ្លើយទៅអាប៉ែតនឹងថាតែខ្ញុំមិននិយាយបានប៉ុណ្ណឹងអាប៉ែតនឹងក៏ស្ទុះទៅចាប់ថៃក៏ទ្រពបកទៅខំយកមកបន្ទាប់ពីអាប៉ែតនឹងចាប់ដួលថៃហើយក៏និយាយឌឺទៅកាន់ថៃថាមកវាយហេតុអ្វីបានខ្លួនឯងស្រួលផ្ដួលខ្លាំងម្ល៉េះតើឲ្យពួកយើងចូលរួមក្រុមជាមួយឯងបានយ៉ាងម៉េចបើសិនជាខ្លួនឯងទន់ភ្លន់យ៉ាងហ្នឹងហើយក៏នៅមានសម្រាប់ពួកអ្នកនៅខាងហ្នឹងគេនិយាយថាអាក្មេងថ្មីឆាប់ងើបឲ្យលឿនឡើងបើឯងមិនងើបទេឯងដេកត្រង់ហ្នឹងហើយថៃក៏ថានេះខ្ញុំកម្រើកបានតែជើងមួយចំហៀងហ្នឹងតែឯងងើបចេញសិនបានអត់អូអញ្ចឹងក៏បានខ្ញុំក៏មិនទុកឯងដែរអញ្ចឹងអាចោលសៀតឯងពិតជាថោកទាបខ្លាំងណាស់ពេលហ្នឹងថៃក៏បានឡើងអាប៉ែហ្នឹងមកជើងអ្នកនរគ្នាមើលថាថៃហ្នឹងគាត់ឡើងអាប៉ែហ្នឹងកន្លែងណាក្រោយពីទាត់អាប៉ែហ្នឹងដួលរួចថៃក៏បានរកលេសថាគឺមកពីខ្ញុំមិនអាចក្រោកបានមេគេឡើងធំដូចយក្សហើយចង់មកប្រកួតជាមួយខ្ញុំវាពិតជាអយុត្តិធម៌ណាស់អូអញ្ចឹងហ៎បាទអញ្ចឹងឯងមកសាកជាមួយអ្នកដែលមានប៉ិនឯងម្ដងទៅមើលថេគាត់ថាមើលទៅប្រហែលជាគីឡូរបស់ពួកយើងប្រហាក់ប្រហែលគ្នាហើយខ្ញុំក៏កំពុងតែឆ្ងល់ដែរតែនៅកោះដាច់ស្រយាលបែបនេះតើមានឧបករណ៍សម្ភារៈពេទ្យគ្រប់គ្រាន់ដែរទេហេឈួរតែដឹងតើគេលើអីនៅក្នុងអាវរបស់គេហ្នឹងតើវាអាចជាកំបិតតែដឹងយ៉ាងម៉េចហ្នឹងនេះតើឯងចង់ប្រើប្រាស់អាវុធមែនទេថេអត់និយាយអីច្រើនទេគ្រាន់តែញញឹមបន្តិចរួចដល់ទៅចិត្តអាប៉ែតហ្នឹងក៏បុយកោអាវក៏ឡើងម្ដាយយកហ្មងទៅមនុស្សគ្រប់គ្នាមើលទៅថេលក្ខណៈថាបច្ចេកអារម្មណ៍មកអត់សប្បាយចិត្តហ្មងដែលថេលេងល្បិចច្រើនអាប៉ែតដែលត្រូវថេវាយក៏និយាយថាបើមិនមែនដោយសារអាវុធទេឯងប្រកាសជាភ័យញ័រខ្លាំងណាស់ពេលនេះឯងប្រកាសជាអោនក្បាលសុំអង្វល់យើងមិនខានទេថេឆ្លើយទៅអាប៉ែតនឹងថានិយាយចឹងឯងដឹងអត់ពេលនេះឯងមិនដឹងថាមនុស្សកំសាកម្នាក់នេះលាក់អីនៅក្នុងខោអាវរបស់គេផងនោះតើឯងចង់ដេកត្រង់នឹងមែនទេឯងហាក់ដូចជាមិនស្លាប់ទេប្រសិនបើខ្ញុំចាប់បំពង់កឯងនោះប៉ុន្តែបញ្ហានោះគឺខ្ញុំមិនអាចចាប់បំពង់កឯងដោយបិទបានទេឯងបែបជាលេងល្បិចបែបនេះទៅវិញអាល្ងងខ្ញុំក៏ថាថ្ងៃនេះពួកយើងគួរតែកែប្រែទម្លាប់ដ៏អាក្រក់របស់គេចេញម្ដងហើយត្រូវហើយនេះគឺជាកំណត់ល្អខ្លាំងណាស់ទុកឲ្យខ្ញុំសាកល្បងជាមួយគេមុនចុះថេក៏ទាំងភ័យខ្លួនថាចាប់ហើយពួកនេះមានលងប៉ុនណាណៃតើឲ្យខ្ញុំសាកល្បងជាមួយគេដោយរបៀបណាទៅលើកនេះខ្ញុំស្លាប់មិនខានទេណែតើឯងមកទីនេះដល់ប្រើខ្សែមែនទេតែប្រកាសជាមិនមែនហើយគិតបានត្រឹមនេះមានបរិសម្នាក់និយាយថាលោកគ្រូចុងគឺជាអ្នកនាំក្មេងនេះមកហើយអ្វីបានជាលោកគ្រូចុងនាំគេមកទីនេះអញ្ចឹងតើឯងស្គាល់គាត់យ៉ាងម៉េចបើខ្ញុំប្រាប់តើឯងឲ្យខ្ញុំទៅទេនិយាយប្រាប់យើងសិនមកចឹងតើខ្ញុំគួរតែនិយាយពីកន្លែងណាមុនទៅគាត់គឺជាឪពុកចុងរបស់ខ្ញុំស្អីគេតើគាត់ត្រូវជាឪពុកចុងរបស់ឯងមែនទេអញ្ចឹងឯងត្រូវជាអ្វីនឹងចុង JE
អូគាត់គឺជាបងប្រុសរបស់ខ្ញុំអីគេជាបងប្រុសរបស់ឯងអ្នកស្រាវជ្រាវដ៏ល្បីល្បាញចុងជេអ៊ីគឺជាបងប្រុសរបស់ឯងទីស្នាក់ការបានសុំឲ្យគាត់ធ្វើការឲ្យពួកគេបានផ្ដល់ប្រាក់និងប្រយោជន៍ជាច្រើនឲ្យគាត់គេជាមនុស្សផ្កាយតែគេក៏ចាកចេញដោយមិនងាកក្រោយឡើយនៅពេលដែលកិច្ចសន្យាត្រូវបានបញ្ចប់គេពិតជាមនុស្សសំណាងខ្លាំងណាស់អ្វីដែលគេបានធ្វើគឺទទួលផលបានយ៉ាងល្អថេគិតថាខ្ញុំសឹងតែមិនជឿថាជេអ៊ីល្បីជាងខ្ញុំគិតទៅទៀតហាត្រូវហើយតើឯងអាចលេងឲ្យខ្ញុំទៅបានហើយតើឯងកំពុងតែនិយាយពីស្អីហ្នឹងនេះគឺជារឿងផ្សេងគ្នាតើក្រោយមកក៏ឮតែស្នូរសំឡេងវាយគ្នាក្រោយពីវាយគ្នារួចពួកគេក៏នាំគ្នាជប់លៀងអូកែវឯងអស់ស្រាយថេគិតថាខ្ញុំសង្កល់ឃើញចំណុចមួយពួកគេខុសគ្នាពីជួរកងទ័ពពេលខ្ញុំមកទីនេះដំបូងពួកគេវាយខ្ញុំប៉ុន្តែក្រោយមកគេក៏បបួលខ្ញុំផឹកស្រាតើឯងកំពុងធ្វើអីហ្នឹងមកចាំយើងចាក់ស្រាឲ្យខ្ញុំមិនដឹងថាពួកគេជាមនុស្សចម្លែកឬក៏ខ្ញុំជាមនុស្សចម្លែកទេនេះពួកយើងនាំគ្នាផឹកស្រាបែបនេះតើពួកយើងនឹងមានបញ្ហាអីអត់ចុះបើមានបញ្ហាតើពួកយើងគួរធ្វើយ៉ាងម៉េចបញ្ហាអីគេថេអ៊ីពួកយើងកំពុងតែនៅក្នុងជួរយោធាតើឯងភ្លេចហើយមែនទេហេតុអ្វីបានជាឯងបារម្ភពីរឿងហ្នឹងទៅវិញនៅទីនេះឯងមិនចាំបាច់ភ័យខ្លាចនឹងរឿងទាំងហ្នឹងនោះទេលុះត្រាតែឯងធ្វើខុសដែលសមនឹងគេឯងចេញពីទីនេះតែពួកយើងក៏មិនដែលធ្វើអីខុសដែរតែមានរឿងមួយដែលឯងគួរតែប្រយ័ត្នខ្លួនពួកមនុស្សអាក្រក់ទាំងនោះគឺមកពីអឺរ៉ុបចាំមើលទៅថ្ងៃណាមួយយើងនឹងធ្វើឲ្យពួកវាសោកស្ដាយមិនខានទេថេក៏ដល់សម្ដីដែលពួកគេបានប្រាប់ថានៅតំបន់អឺរ៉ុបហ្នឹងគឺមនុស្សកាចសាហាវខាងណាហើយតំបន់អាស៊ីនិងអឺរ៉ុបខាងគ្នាដូចឆ្កែឆ្មាអញ្ចឹងមើលទៅបរិយាកាសដូចជាអាក្រក់ខ្លាំងណាស់ហើយជាពិសេសគឺវានិយាយបានប៉ុណ្ណឹងគ្រប់គ្នាក៏ធ្លាក់ទឹកមុខមកអស់សង្ឃឹមសាហាវមានផ្លូវដែលពួកអឺរ៉ុបបញ្ជូនវាមកទៀតទេដោយសារតែវាបានធ្វើឲ្យគ្នាយើងរបួសច្រើនណាស់បើពួកអឺរ៉ុបមានខួរពួកគេនឹងមិនបញ្ជូនមនុស្សគ្រោះថ្នាក់បែបនេះមកទីនេះទេតែបើឯងក៏បែបនេះគឺខុសហើយការដែលពួកអឺរ៉ុបបញ្ជូនគេមកទីនេះគឺជាជម្រើសល្អសម្រាប់ពួកគេបើគេទុកមនុស្សខុសខើបែបនោះនៅទីនោះវាប្រកាសជាធ្វើរឿងគ្រោះថ្នាក់ទៅដល់សមាជិកក្រុមផ្សេងៗជាមិនខានទេគិតមើលទៅវាធ្វើបាបមនុស្ស3នាក់និងសម្លាប់មនុស្សម្នាក់នៅឯបរទេសតើឯងគិតថាពួកគេនឹងធ្វើយ៉ាងណាទៅលើវាមិនបានចេះតែឲ្យមនុស្សរោគចិត្តបែបនេះចូលទៅក្នុងអង្គការអញ្ចឹងខ្ញុំចំណាយពេល2 ម៉ោងដើម្បីធ្វើតេស្តបុគ្គលិកលក្ខណៈដើម្បីមកទីនេះត្រូវហើយខ្ញុំក៏អញ្ចឹងដែរខ្ញុំដែរថេគិតថាតែខ្ញុំមិនបានធ្វើតេស្តអីផងណាអញ្ចឹងអ្នកទាំងអស់គ្នាមកទីនេះមិនមែនអ្នកទាំងអស់គ្នាចេះប្រើប្រាស់អាវុធបានល្អទេមែនទេអញ្ចឹងតើគេម្នាក់នោះរោគចិត្តយ៉ាងម៉េចទៅឯងគិតខុសហើយវាគឺជាការពិតដែលពួកយើងធ្លាប់ប្រើប្រាស់អាវុធពីមុនមកប៉ុន្តែសម្រាប់ម្នាក់នោះគឺខុសគ្នាអញ្ចឹងខ្ញុំសួរឯងតើឯងដែលហ៊ានលើកដៃភ្ជួងកាំភ្លើងនិងកេះកាយទៅលើមនុស្សដែលមិនបានធ្វើខុសដែរទេមនុស្សភាគច្រើនមិនអាចទេរួមទាំងពួកយើងទាំងអស់គ្នាដែលនៅទីនេះវាក៏មិនអាចថាពួកយើងនឹងមិនធ្វើបាបអ្នកដែលមិនមែនជាសត្រូវរបស់យើងតែចំណែកគេគឺគ្រាន់តែសម្លាប់គ្រាន់តែឮហើយគឺបើកភ្នែកធំមានការភ្ញាក់ផ្អើលជាខ្លាំងហ្មងខ្ញុំសូមទៅបន្ទប់ទឹកមួយផ្លែតខ្ញុំមិនចង់ស្ដាប់ឮប្រធានបទដែលគួរឲ្យខ្លាចបែបនេះទេខ្ញុំគួរតែធ្វើពុតទៅបន្ទប់ទឹករួចរកផ្លូវចេញពីទីនេះ10 នាទីក្រោយមកថេកំពុងតែពង្វេងផ្លូវតែខ្ញុំនៅឯណាហ្នឹងហេតុអ្វីបានជាកាន់តែដើរកាន់តែឆ្ងាយអញ្ចឹងនេះតើអាណាគេជាអ្នកសង់អគារនេះមកវាគ្មានខុសគ្នាអីបន្តិចសោះតាំងពីជាន់លើមកដល់ជាន់ក្រោមដីនេះខ្ញុំដូចជាមិនបានឃើញនរណាម្នាក់នៅទីនេះទេនៅទីនេះមានមនុស្សដែរខ្ញុំគួរតែទៅសួរផ្លូវគេទីនេះមើលទៅប្រហែលជាកន្លែងងូតទឹកសាធារណៈឯងនៅទីនេះមានមនុស្សអត់ទោះផងលោកតាខ្ញុំអាចសួរលោកមួយសំណួរបានទេគឺខ្ញុំស្បែកគាត់មើលទៅដូចជាពណ៌ប៉េះៗចឹងបើខ្ញុំប៉ះវាខ្ញុំខ្លាចថាស្បែកគាត់ពិតជាទន់ខ្លាំងណាស់ខ្ញុំអាចធំខ្លាំងសាប៊ូដែលចេញពីស្បែករបស់គាត់ប៉ុន្តែមានរឿងមួយដែលធ្វើខ្ញុំខកចិត្តថាឯងមិនអាចមានស្នេហាជាមួយនឹងអតិថិជនបានទេប៉ុន្តែពូឆាំងអ៊ីនតែគេជាអតិថិជនដែរទេខ្ញុំចង់សួរឯងថាតើឯងអាយុប្រហែលហើយខ្ញុំអាយុ22 ឆ្នាំតែលោកត្រូវការអីដែរតែខ្ញុំធ្វើអីខុសមែនទេហេតុអ្វីបានជាគេធ្វើមុខអញ្ចឹងតើលោកនៅក្រុមមួយណាខាងក្រុមវឹកហាត់ឬក៏ខាងក្រុមមន្ត្រីរដ្ឋបាលហើយតើលោកត្រូវការអីគឺខ្ញុំវិញផ្លូវហើយខ្ញុំកំពុងតែរកផ្លូវទៅបន្ទប់គ្រូបង្វឹកចុងឆាំងអ៊ីនចេញទៅហើយបត់ស្ដាំរួចហើយបត់ស្ដាំម្ដងទៀតហើយដើរទៅតាមផ្សាររហូតទៅខាងស្ដាំនៃចនាយន្តបន្ទប់របស់គាត់គឺនៅទីនោះ
អូអរគុណហើយចឹងខ្ញុំដូចជាមិនចង់ចេញពីកន្លែងហ្នឹងសោះព្រោះអ៊ីកាលបានចេញទៅអូគឺខ្ញុំចេញទៅហ្នឹងហើយអញ្ចឹងជួបគ្នាពេលក្រោយខ្លួនរបស់គេទន់ភ្លន់និងគួរឲ្យស្រឡាញ់ណាស់ហើយថែមទាំងមានក្លិនទឹកដោះគោនិងសាប៊ូគេប្រកាសជាថែបរបស់ខ្ញុំច្បាស់ណាស់ពូចางអ៊ីនហេតុអ្វីបានជាពូមិនបានប្រាប់ខ្ញុំថាមានមនុស្សបែបនេះនៅទីនេះអញ្ចឹងលោកពូគាត់មិននៅទីនេះផងណាគាត់នៅក្នុងបន្ទប់ទឹកតានៅទីនេះមានសៀវភៅច្រើនណាស់ប្រហែលជាសុទ្ធតែជាសៀវភៅអ្នកដឹកនាំហើយព្រោះហើយសៀវភៅនេះខ្ញុំខំតែដើររកសៀវភៅនេះឡើងគ្រប់កន្លែងហើយតែនៅតែរកមិនឃើញខ្ញុំគិតថាខ្ញុំគួរណាស់ទៅសួរគាត់ពីរបៀបដែលគាត់រកសៀវភៅនេះឃើញយ៉ាងម៉េចខ្ញុំគួរតែអានវាបន្តិចអូខេផ្នែកអានសៀវភៅគួរគិតដល់ប្រុសខ្ញុំមិនមែនជាក្មេងជំទង់ទៀតទេតែខ្ញុំកំពុងគិតអ្វីនោះតើវាល្អអត់ដែលខ្ញុំទៅញ៉ាយគេចុងថេអ៊ីមានគេតែមកពូឆាងអ៊ីនមានគេតែមកណាគេតែមកស្មានហ្នឹងខ្ញុំដឹងហើយថាអ្នកណាគេឯងជួយលើកឲ្យនិយាយជំនួសខ្ញុំផងពូឯងដឹងថាខ្ញុំនៅហ្នឹងហើយមិនបានពូឯងអត់ចេញមកចឹងពូឯងគិតតែពីងុយទឹកសបាយនៅហ្នឹងមកពីខ្ញុំដឹងថាជាឯងហ្នឹងហើយបានជាខ្ញុំមិនប្រញាប់នោះមិនអីទេចាំខ្ញុំលើកក៏បានដែរចឹងរឿងដែលខ្ញុំឃើញមុនគេនៅលើអេក្រង់នោះគឺដៃមួយគូដៃនេះពិតជាស្អាតមែនដៃរបស់គេមើលទៅស្រឡូនវែងស្អាតនៅពេលដែលគេចាប់កាន់ហើយដៃនីមួយៗរបស់គេពិតជាស្អាតណាស់ហើយនៅចុងម្រាមដៃរបស់គេគឺជាក្រចកដែលមើលទៅភ្លឺដូចជាកញ្ចក់អញ្ចឹងនិយាយសរុបឲ្យខ្លីទៅគឺតួបឋមយើងក៏ចូលចិត្តដៃតើឯងជាអ្នកណាហេតុអ្វីបានជាសម្លេងគេចឹងតើគេប្រើឧបករណ៍កែប្រែសម្លេងឯណាគ្រូបង្វឹកជុងឆាំងអ៊ីនគឺគាត់នៅក្នុងបន្ទប់ទឹកទីទៀតគាត់ចេញមកឥឡូវហើយអញ្ចឹងតើឯងជាអ្នកណាហើយឯងនៅមកទទួលជំនួសគាត់ទៀតមើលទៅគឺដូចជាសម្លេងពិតរបស់គេហើយតែវានៅតែដូចជាសម្លេងមេកានិកដដែលនោះខ្ញុំគឺជាក្មួយរបស់គាត់ហើយគាត់កំពុងតែរីករាយនឹងការងូតទឹករបស់គាត់មិនខ្វល់ថាខ្ញុំមកឬក៏អត់ទេអញ្ចឹងលោកមានការអីលោកអាចប្រាប់ខ្ញុំបានចាំខ្ញុំទៅប្រាប់គាត់ឲ្យខ្ញុំអត់មានបិចនឹងក្តារទេអញ្ចឹងហើយសូមនិយាយកាត់ខ្លីៗទៅចាំខ្ញុំចង់ចាំវាខួរខ្ញុំរៀងអន់តិចអញ្ចឹងហើយខ្ញុំចាំអត់សូវច្បាស់ទេអញ្ចឹងឯងជាក្មួយប្រុសរបស់គាត់អញ្ចឹងឯងឈ្មោះអីខ្ញុំគិតថាគេប្រហែលជាស្គាល់ខ្ញុំពីមុនមកហើយជាពិសេសនោះគឺគេគឺដឹងថាពូឆាំងអ៊ីនមានក្មួយប្រុស2នាក់ទៀតហើយមានម្នាក់ក្នុងចំណោមពួកយើងឆ្លាតនិងល្បីល្បាញទៀតហើយវាមិនមែនជារឿងចម្លែកទេដែលមនុស្សគ្រប់គ្នាដឹងពីទំនាក់ទំនងរបស់ពូឆាំងអ៊ីននិងចុងជេអ៊ីខ្ញុំឈ្មោះចុងថេអ៊ីចុះចំណែកលោកវិញឈ្មោះអ៊ីឡេខ្ញុំមិនដឹងថាឈ្មោះហ្នឹងគេអានថាអ៊ីឡេឬក៏អ៊ីឡៃទេបើដឹងជួយប្រាប់ផងហើយសាច់រឿងយើងគឺចាប់ធំហ្នឹងឯណាទាំងអស់គ្នាបាយបាយ